រឿងចចនិងបក្សីអមតៈវគ្គទី2ខ្យល់ត្រជាក់បក់កាត់ជើងទឹកជ្រោះសំឡេងទឹកធ្លាក់នៅតែបន្លឺខ្ទរខ្ទារប៉ុន្តែបរិយាកាសរវាងសត្វទាំង3នៅមុខទឹកជ្រោះបែរជាស្ងប់ស្ងាត់ខ្លាំងកន្ត្រាក់បន្ទាបក្បាលមិនហ៊ានសម្លឹងមើលខ្លាឃ្មុំក៏មិននិយាយអ្វីដែរវាគ្រាន់តែដកដង្ហើមធំមើលទៅកាន់សម្បុកឃ្មុំទទេដែលនៅជាប់ដើមឈើក្បែរនោះចចកសម្លឹងមើលអ្នកទាំងពីរបន្ទាប់មកវានិយាយដោយស្ងប់ស្ងាត់កន្ត្រាក់អ្នកដឹងទេថាហេតុអ្វីលោកខ្លាឃ្មុំខឹងកន្ត្រាក់ងក់ក្បាលតិចខ្ញុំដឹងខ្ញុំខុសខ្ញុំគិតតែថាឃ្លានខ្ញុំមិនបានគិតដល់កូនរបស់គាត់ទេខ្លាឃ្មុំសម្លឹងមើលកូនស្វាតូចកំហឹងក្នុងភ្នែករបស់វាចាប់ផ្ដើមថយចុះបន្តិចចចកបន្តទៀតហើយលោកវាងាកទៅរកខ្លាឃ្មុំបើលោកដាក់ទោសកន្ត្រាក់តើទឹកឃ្មុំនឹងត្រឡប់មកវិញទេខ្លាឃ្មុំស្ងៀមពាក្យនោះធ្វើឲ្យវាឆ្លើយមិនចេញចចកដើរទៅជិតដើមឈើដែលមានសម្បុកឃ្មុំទទេវាសង្កេតមើលជុំវិញរំពេចនោះវាឃើញអ្វីមួយនៅលើមែកឈើឆ្ងាយបន្តិចមានហ្វូងឃ្មុំជាច្រើនកំពុងហោះជុំវិញសម្បុកថ្មីមួយដែលទើបតែចាប់ផ្ដើមសាងសង់ចកញញឹមមើលទៅពួកវាមិនបានចាក់ចេញពីព្រៃនេះទេខ្លាឃ្មុំងើបមើលចចកបន្តបើពួកយើងជួយការពារហ្វូងឃ្មុំមិនយូរទេពួកវានឹងបង្កើតទឹកឃ្មុំថ្មីខ្លាឃ្មុំដើរទៅមុខយឺតវាមើលសម្បុកថ្មីនោះយ៉ាងយូរទីបំផុតវាដកដង្ហើមវែងមួយប្រហែលខ្ញុំខឹងលឿនពេកហើយកន្ត្រាក់ប្រញាប់រត់មកខ្ញុំសុំទោសខ្ញុំសន្យាចាប់ពីថ្ងៃនេះទៅខ្ញុំនឹងជួយរកផ្លែឈើឲ្យកូនលោកខ្លាឃ្មុំមើលមុខកន្ត្រាក់បន្ទាប់មកវាក៏សើចតិចបើឯងលួចទៀតខ្ញុំនឹងឲ្យឯងឡើងដើមឈើប្រមូលទឹកឃ្មុំជំនួសឃ្មុំកន្ត្រាក់ភ្នែកធំអត់ទេឃ្មុំខំឈឺណាស់ចចកអស់សំណើចសូម្បីតែខ្លាឃ្មុំក៏សើចខ្លាំងជាលើកដំបូងពេលកំពុងនិយាយគ្នាស្រាប់តែខ្យល់មួយបានបក់មកពីទិសខាងកើតក្លិនប្លែកមួយរសាត់មកជាមួយខ្យល់ខ្លាឃ្មុំឈប់សើចភ្លាមវាលើកច្រមុះហិតខ្យល់ចម្លែកចកក៏ហិតដែរក្លិននោះមិនមែនជាក្លិនភ្លើងមិនមែនជាក្លិនសត្វវាជាក្លិនស្រស់ស្រាយដោយពេលភ្លៀងធ្លាក់ដំបូងនៃរដូវវស្សាប៉ុន្តែមានតែមួយផ្លែតប៉ុណ្ណោះបន្ទាប់មកវាក៏បាត់ទៅវិញកន្ត្រាក់ងើបមើលមេឃអ្នកទាំងអស់គ្នាឃើញនោះទេនៅលើមេឃមានពន្លឺពណ៌មាសមួយខ្សែហោះកាត់ពពកយ៉ាងលឿនវាលឿនខ្លាំងរហូតស្ទើរតែគ្មានសត្វណាមើលទាន់ចចកសម្លឹងមើលដោយមិនព្រិចភ្នែកវានឹកឃើញរោមមាសនៅក្នុងរូងភ្លាមខ្លាឃ្មុំនិយាយតិចខ្ញុំធ្លាប់ឮជីតាខ្ញុំនិយាយថាកាលណាពន្លឺមាសលេចលើមេឃការផ្លាស់ប្ដូរដ៏ធំនឹងកើតឡើងក្នុងព្រៃចចកសួរតើវាជាសត្វអ្វីខ្លាឃ្មុំក្រវីក្បាលគ្មានអ្នកណាដឹងទេអ្នកខ្លះថាវាជាបក្សីអមតៈអ្នកខ្លះថាវាគ្រាន់តែជារឿងព្រេងចចកនៅស្ងៀមមិនដឹងហេតុអ្វីបេះដូងរបស់វាចាប់ផ្ដើមលោតញាប់ហាក់ដូចជាមានអ្វីមួយកំពុងហៅវាពីចម្ងាយនៅពេលល្ងាចចចកលាកន្ត្រាក់នឹងខ្លាឃ្មុំមុនចាក់ចេញខ្លាឃ្មុំបានហៅវាចចកបែរមុខបើថ្ងៃណាមួយអ្នកត្រូវការជំនួយសូមមករកខ្ញុំជំពាក់គុណអ្នកមួយជីវិតចចកញញឹមយើងមិនចាំបាច់ជំពាក់គុណគ្នាទេបើយើងជាមិត្តខ្លាឃ្មុំញញឹមដោយក្តីគោរពនៅលើកំពូលដើមឈើយក្សដែលស្ថិតឆ្ងាយពីទឹកជ្រោះបក្សីដ៏ស្រស់ស្អាតមួយក្បាលកំពុងសម្លឹងមើលហេតុការណ៍ទាំងអស់រោមពណ៌មាសរបស់វារំភើបតាមខ្យល់ល្ងាចវាខ្សឹបតែម្នាក់ឯងការសាក់លបងទី2គេបានឆ្លងកាត់ហើយគេមិនត្រឹមតែមានមេត្តាប៉ុណ្ណោះទេគេក៏ចេះបញ្ចប់ចំនួនដោយមិនប្រើកម្លាំងវាបិទភ្នែកមួយផ្លែតប៉ុន្តែភ្លាមនោះវាបែរមុខទៅទិសខាងជើងស្នាមញញឹមលើមុខរបស់វាបានបាត់ទៅអូពួកចាប់ផ្ដើមចលនាហើយឬនៅឆ្ងាយបំផុតនៃជួរភ្នំខាងជើងស្រមោលខ្មៅមួយបានរត់កាត់កំពូលថ្មបន្ទាប់មកស្រមោលទី2ទី3ទី4ដូចជាមានអ្នកណាម្នាក់កំពុងប្រមូលផ្ដុំកម្លាំងនៅក្នុងភាពងងឹតបក្សីពណ៌មាសមិនហោះទៅទីនោះឡើយវាគ្រាន់តែខ្សឹបតិចថានៅមិនទាន់ដល់ពេលសង្ឃឹមថាចចកនឹងត្រៀមខ្លួនទាន់ពន្លឺព្រះអាទិត្យពេលព្រឹកបានរះឡើងយឺតពីលើជួរភ្នំទឹកសន្សើមនៅលើស្លឹកឈើចាប់ផ្ដើមហួតបន្តិចម្ដងខណៈចចកឈ្មោលកំពុងធ្វើដំណើរត្រឡប់ទៅរូងថ្ងៃនេះបេះដូងរបស់វាស្រាលជាម្សិលមិញយ៉ាងហោចណាស់ខ្លាឃ្មុំនិងកន្ត្រាក់លែងមានចំនួននឹងគ្នាទៀតហើយតែអាហារវានៅតែរកមិនបានចចកញញឹមស្ងួតមើលទៅខ្ញុំត្រូវព្យាយាមឲ្យខ្លាំងជាងមុនភ្លាមនោះប៉ុកមានអ្វីមួយធ្លាក់ចំក្បាលវាចចកងើបមើលឡើងលើផ្លែល្វាទុំមួយផ្លែកំពុងរមៀលនៅលើដីវាឆ្ងល់
ផ្លែល្វារំពេចនោះប៉ុកផ្លែមួយទៀតធ្លាក់ចុះមកលើកនេះចំច្រមុះចចកតែម្ដងអូយចចកអេះច្រមុះហើយងើបមើលម្ដងទៀតនៅលើមែកឈើខ្ពស់មានសំពូចមួយក្បាលកំពុងកាន់ផ្លែល្វាពេញដៃវាមានរោមពណ៌ប្រផេះត្នោតកន្ទុយវែងភ្នែកមូលធំធំនិងទឹកមុខដែលមើលទៅដូចជាត្រៀមសើចគ្រប់ពេលសំពូចញញឹមធំធំសុំទោសខ្ញុំមិនបានបោះចំអ្នកទេចចកមើលផ្លែល្វានៅក្នុងដៃសំពូចអ្នកកាន់វាពេញដៃហើយអ្នកថាមិនបានបោះសំពូចសើចអៀនខ្ញុំគ្រាន់តែចង់សាកថាអ្នករហ័សប៉ុណ្ណាចចកគ្រវីក្បាលហួសចិត្តលទ្ធផលយ៉ាងម៉េចសំពូចលើកមេដៃយឺតជាងខ្ញុំគិតបន្តិចចចកសើចដោយមិនដឹងខ្លួនសំពូចលោតចុះពីដើមឈើវាដើរជុំវិញចចកមួយជុំអ្នកគឺចចកមែនទេអ្នកដែលជួយរន្ធាជួយកន្ត្រាក់ហើយសម្របសម្រួលខ្លាឃ្មុំចចកភ្ញាក់ផ្អើលព័ត៌មានរីកលឿនម្លេះសំពូចប៉ោងទ្រូងព្រៃនេះគ្មានអ្នកណាដឹងព័ត៌មានលឿនជាងខ្ញុំទេខ្ញុំស្គាល់គ្រប់ផ្លូវគ្រប់ដើមឈើគ្រប់សម្បុកឃ្មុំនិងគ្រប់កន្លែងដែលមានផ្លែល្វាឆ្ងាញ់ចចកញញឹមចំណុចចុងក្រោយមើលទៅសំខាន់ជាងគេសំពូកងក់ក្បាលភ្លាមពិតណាស់ពោះឆ្អែតទើបខួរក្បាលគិតបានចចករៀបនឹងបន្តដំណើរតែសំពូចរត់មកតាមអ្នកទៅណាត្រឡប់ផ្ទះខ្ញុំទៅជាមួយចចកឈប់ដើរហេតុអ្វីសំពូចឆ្លើយដោយទឹកមុខសាមញ្ញបំផុតខ្ញុំអាប់សុកចចកសម្លឹងមុខវាគ្រាន់តែអាប់សុកមែនព្រៃស្ងាត់ពេកសត្វគ្រប់គ្នាមានទឹកមុខតានទឹកខ្ញុំត្រូវរកអ្នកណាម្នាក់និយាយជាមួយចចកដកដង្ហើមវែងអ្នកនិយាយច្រើនបែបនេះអ្នកណាក៏អាប់សុកដែរសំពូចញញឹមអញ្ចឹងបានជាខ្ញុំត្រូវរកមិត្តថ្មីអ្នកទាំងពីរដើរជាមួយគ្នាពេញមួយផ្លូវសំពូចនិយាយមិនឈប់វានិយាយពីផ្លែល្វានិយាយពីឃ្មុំនិយាយពីដើមឈើដែលវាធ្លាប់ធ្លាក់ពីលើនិយាយសំបីតែពីរឿងដែលវាភ័យខ្លាចទឹកចុងក្រោយចចកអត់ទ្រាំមិនបានសំពៅសំពូចបែរមុខភ្លាមមើលអ្នកដកដង្ហើមពេលណាសំពៅគិតមើលផ្លែតខ្ញុំក៏មិនដឹងដែរចចកអស់សំណើចនេះជាលើកដំបូងក្នុងរយៈពេលជាច្រើនថ្ងៃដែលវាសើចចេញពីចិត្តរំពេចនោះសំពៅឈប់ដើរភ្លាមវាលើកដៃឲ្យចចកឈប់កុំទៅមុខចចកភ្ញាក់ផ្អើលមានអ្វីសំពៅចង្អុលទៅលើដីនៅចំពោះមុខមានស្នាមជើងធំធំជាច្រើនចចកលុតជង្គង់ចុះពិនិត្យស្នាមជើងនោះមិនមែនរបស់ខ្លាមិនមែនរបស់ខ្លារខិនមិនមែនរបស់ដំរីសំពៅខ្សឹបខ្ញុំមិនធ្លាប់ឃើញស្នាមជើងបែបនេះទេចចកសង្កេតមើលយ៉ាងប្រុងប្រយ័ត្នស្នាមជើងទាំងនោះថ្មីណាស់ដីនៅជុំវិញនៅមិនទាន់ស្ងួតមានន័យថាម្ចាស់ស្នាមជើងទើបតែឆ្លងកាត់ទីនេះមិនយូរប៉ុន្មានរំពេចនោះមានសម្លេងបាក់មែកឈើពីខាងមុខសំពៅភ័យភ្លាមវាលោតឡើងដើមឈើក្នុងមួយប៉ព្រិចភ្នែកលោកចចកខ្ញុំចាំមើលពីលើបើមានគ្រោះថ្នាក់ខ្ញុំនឹងស្រែកប្រាប់ចចកសាយតិចអ្នកពូកែឡើងដើមឈើមែនសំពៅប៉ោងទ្រូងខ្ញុំមិនពូកែប្រយុទ្ធទេតែខ្ញុំពូកែរត់មិនទាន់ផុតពាក្យស្រាប់តែស្រមោលដ៏ធំមួយលេចចេញពីគុម្ពោតខាងមុខចចកបោះជំហានថយក្រោយមួយជំហានតែពេលវាមើលច្បាស់វាមិនមែនជាសត្វសាហាវឡើយវាគឺជាកូនដំរីមួយក្បាលដែលមានរបួសជើងហើយដង្ហើមញាប់ដូចជាបានរត់គេចពីអ្វីមួយអស់ជាច្រើនម៉ោងកូនដំរីលើកភ្នែកមើលចចកទាំងភ័យហើយនិយាយដោយសំឡេងញ័រថាសូមជួយផងពួកគេកំពុងដេញតាមខ្ញុំចចកបោះជំហានទៅមុខយឺតវាមិនប្រញាប់សួរអ្វីភ្លាមឡើយព្រោះវាឃើញថាកូនដំរីកំពុងដង្ហើមញាប់ហើយជើងខាងមុខមានស្នាមរបួសសំពៅនៅលើមែកឈើសម្លឹងចុះមកក្រោមអូវាមិនមែនជាសត្វសាហាវទេខ្ញុំគិតថាជាខ្លាឃ្មុំទៀតចចកងើបមើលឡើងអ្នកអាចចុះមកហើយសំពៅធ្វើមុខស្មោះខ្ញុំចុះក៏បានតែខ្ញុំមើលពីលើសុវត្ថិភាពជាងចចកគ្រវីក្បាលហួសចិត្តវាបែរទៅរកកូនដំរីវិញអ្នកឈ្មោះអ្វីកូនដំរីដកដង្ហើមមួយសន្ទុះមុនឆ្លើយខ្ញុំឈ្មោះតារាខ្ញុំរស់នៅជ្រលងទឹកជ្រោះខាងកើតចចកសង្កេតមើលស្នាមរបួសលើជើងរបស់តារាអ្នករត់មកឆ្ងាយណាស់តារាងក់ក្បាលខ្ញុំវង្វេងហ្វូងប៉ាក់សំពៅដែលកំពុងអង្គុយលើមែកឈើស្រាប់តែបញ្ចេញសំឡេងអត់ទេគេគាត់កំពុងកុហកតារាភ្ញាក់ផ្អើលចចកក៏ងើបមើលសំពៅហេតុអ្វីអ្នកគិតដូច្នោះសំពៅលោតចុះមកដីលើកនេះវាដើរជុំវិញតារាមួយជុំខ្ញុំចូលចិត្តនិយាយតែខ្ញុំក៏ចូលចិត្តសង្កេតដែរវាចង្អុលទៅជើងតារាស្នាមរបួសនេះមិនមែនរត់បុកថ្មទេវាជាស្នាមដែលកោសដោយមែកឈើពេលរត់កាត់ព្រៃក្រាស់បន្ទាប់មកវាចង្អុលទៅខ្នងតារាហើយនៅលើខ្នងមានស្លឹកឈើជាប់ពីរប្រភេទស្លឹកទាំងនេះមិនដុះនៅជ្រលងទឹកជ្រោះទេចចកភ្ញាក់ផ្អើលអ្នកដឹងដល់ថ្នាក់នេះសំពៅប៉ោងខ្ញុំដើរពេញព្រៃតាំងពីតូចអ្នកណាអាចកុហកខ្ញុំបានតារាបន្ទាបក្បាលទឹកភ្នែកចាប់ផ្ដើមហូរខ្ញុំសុំទោសខ្ញុំមិនបានវង្វេងទេចចកនិយាយទន់ភ្លន់គ្មានអ្នកណាខឹងអ្នកទេប្រាប់ការពិតមកតារានៅស្ងៀមមួយសន្ទុះទីបំផុតវាក៏និយាយ
ខ្ញុំរត់ចេញពីហ្វូងដោយខ្លួនឯងសំពើបើកភ្នែកធំហេតុអ្វីតារាដកដង្ហើមវែងព្រោះខ្ញុំគិតថាខ្ញុំអាចរកទឹកបានដោយខ្លួនឯងអូជាច្រើនបានរីងស្ងួតកូនដំរីតូចៗជាច្រើនគ្មានទឹកផឹកខ្ញុំចង់ជួយតែខ្ញុំវង្វេងផ្លូវចចកញញឹមស្រាលវាឃើញថាតារាមិនមែនជាកូនដំរីដែលមិនស្ដាប់បង្គាប់ទេវាគ្រាន់តែមានចិត្តចង់ជួយអ្នកដទៃសំពើខ្សឹបតិចតិចមើលទៅគាត់ដូចអ្នកដែរចចកសើចប្រហែលមែនភ្លាមនោះសំពើស្រាប់តែឈប់និយាយវាលើកត្រចៀកស្ដាប់អ្នកទាំងអស់គ្នានៅស្ងៀមពីចម្ងាយមានសំឡេងបន្លឺឡើងផងងងវាជាសំឡេងត្រែដំរីប៉ុន្តែវាមិនមែនសំឡេងហៅធម្មតាទេវាពោពេញដោយភាពបារម្ភបន្ទាប់មកមានសំឡេងត្រែទី2ទី3ទី4សំពើងាកមើលចចកហ្វូងដំរីកំពុងតាមរកតារាមុខរបស់តារាស្លេកទេប៉ារបស់ខ្ញុំគាត់នឹងខឹងខ្ញុំខ្លាំងណាស់ចចកញញឹមខ្ញុំមិនគិតដូច្នោះទេអ្នកដែលស្រឡាញ់គ្រួសារពេលបាត់កូនរឿងដំបូងដែលគេមានអារម្មណ៍គឺបារម្ភមិនមែនខឹងទេតារាស្ងៀមវាមិនដែលគិតពីរឿងនេះឡើយអ្នកទាំង3ចាប់ផ្ដើមធ្វើដំណើរទៅរកប្រភពសំឡេងតាមផ្លូវចចកសង្កេតឃើញថាស្នាមជើងដំរីជាច្រើនមានសភាពរញ៉េរញ៉ៃហាក់ដូចជាពួកវាបានរត់ស្វែងរកអ្វីមួយពេញព្រៃរំពេចនោះសំពើលោតឡើងដើមឈើភ្លាមវាសម្លឹងទៅឆ្ងាយទឹកមុខរបស់វាប្រែជាមើងម៉ាត់លោកចចកក៏មិនល្អទេចចកងើបមើលមានអ្វីសំពើចង្អុលទៅមុខនៅចន្លោះដើមឈើធំមានដំរីពេញវ័យ5ក្បាលកំពុងឈរបាំងផ្លូវនៅកណ្ដាលមានដំរីឈ្មោលដ៏ធំសម្បើមមួយក្បាលភ្លុករបស់វាវែងនិងមានស្នាមបាក់នៅចុងម្ខាងភ្នែករបស់វាពោពេញដោយភាពកង្វល់វាសម្លឹងឃើញតារាប៉ុន្តែក៏ឃើញចចកនៅក្បែរដែរបរិយាកាសស្ងប់ស្ងាត់មួយរំពេចដំរីធំមិនទាន់ដឹងថាចចកគឺជាអ្នកជួយកូនរបស់វាឬជាអ្នកដែលចាប់ពង្រត់កូនរបស់វានោះទេដំរីឈ្មោលដ៏ធំសម្បើមឈរស្ងៀមនៅកណ្ដាលផ្លូវភ្លុកម្ខាងរបស់វាបាក់បន្តិចបង្ហាញថាវាធ្លាប់ឆ្លងកាត់ការប្រយុទ្ធជាច្រើនលើកដំរីពេញវ័យ4ក្បាលទៀតឈរព័ទ្ធជុំវិញវាពួកវាទាំងអស់សម្លឹងមកចចកដោយការប្រុងប្រយ័ត្នតារាស្រែកទាំងរំភើបប៉ាវារត់សម្ដៅទៅរកដំរីធំដំរីឈ្មោលក៏រត់មកជួបកូនវាយកខ្សោយអង្អែលក្បាលតារាថ្នមដោយមិននិយាយអ្វីមួយម៉ាត់បន្ទាប់ពីប្រកាសថាកូនមិនមានរបួសធ្ងន់វាក៏ងាកមករកចចកទឹកមុខរបស់វាប្រែជាមើងម៉ាត់អ្នកជាអ្នកណាចចកអោនក្បាលដោយសុភាពខ្ញុំគ្រាន់តែជាអ្នកដំណើរម្នាក់មុនចចកនិយាយចប់ដំរីពេញវ័យមួយក្បាលបានបោះជំហានមកមុខមេហ្វូងប្រយ័ត្នគាត់ជាសត្វស៊ីសាច់បរិយាកាសប្រែជាតានតឹងភ្លាមសំពើលោតទៅលាក់ពីក្រោយដុំថ្មវាខ្សឹបតិចខ្ញុំមានអារម្មណ៍ថាថ្ងៃនេះមិនសូវល្អទេតារាប្រញាប់និយាយប៉ាលោកចចកជួយខ្ញុំប៉ុន្តែមុនដំរីឈ្មោលឆ្លើយមានដំរីមួយក្បាលទៀតស្រែកឡើងបើគាត់ជួយហេតុអ្វីកូនមេហ្វូងនៅជាមួយគាត់សំណួរនោះធ្វើឲ្យគ្រប់គ្នាស្ងៀមដំរីឈ្មោះសម្លឹងមើលចចកដោយមិនព្រិចភ្នែកចចកមិនដកថយឡើយវាគ្រាន់តែនិយាយដោយស្ងប់ស្ងាត់បើខ្ញុំមានបំណងអាក្រក់ខ្ញុំនឹងមិននាំតារាមកជួបអ្នកទេដំរីឈ្មោះនៅតែស្ងៀមតារាបោះជំហានមកមុខវាប្រាប់រឿងទាំងអស់ចាប់ពីការរត់ចេញពីហ្វូងការវង្វេងផ្លូវរហូតដល់ចចកនិងសំពើជួយព្យាបាលរបួសពេលតារានិយាយចប់ដំរីឈ្មោលបិទភ្នែកមួយសន្ទុះបន្ទាប់មកវាដើរមកជិតចចកសំពើលេបទឹកមាត់ចប់ហើយគាត់ប្រកាសជាខឹងហើយប៉ុន្តែដំរីឈ្មោលបែរជាអោនក្បាលបន្តិចអរគុណអ្នកបានសង្គ្រោះកូនរបស់ខ្ញុំចចកក៏អោនក្បាលតបគាត់ជាសត្វល្អគាត់គ្រាន់តែចង់ជួយហ្វូងរបស់គាត់ដំរីឈ្មោលញញឹមដោយមោទនភាពនោះហើយជាតារារបស់ខ្ញុំភ្លាមនោះដំរីចាស់មួយក្បាលដែលដើរយឺតពីខាងក្រោយហ្វូងក៏បន្លឺសំឡេងឡើងរោមតូចជុំវិញភ្នែករបស់វាស្កូវសហើយភ្លុកមានស្នាមចាស់ជាច្រើនវាសម្លឹងមើលចចកយ៉ាងយូរចម្លែកវាខ្សឹបតិចក្លិននេះខ្ញុំធ្លាប់ធំកាលពីយូរណាស់មកហើយចចកឆ្ងល់ក្លិនអ្វីដំរីចាស់ដើរមកជិតវាហិតខ្យល់ជុំវិញខ្លួនចចកទីបំផុតវាបើកភ្នែកធំរោមមាសអ្នកបានជួបនួនអ្នកការពារមែនទេចចកភ្ញាក់ផ្អើលវាមិនបានប្រាប់អ្នកណាអំពីរោមមាសឡើយតើដំរីចាស់ដឹងរឿងនេះដោយរបៀបណានៅពេលនោះខ្យល់មួយបានបក់កាត់វាស្មៅរោមមាសដែលចចករក្សាទុកក្នុងថង់ស្លឹកតូចមួយបានភ្លឺឡើងស្រាលដំរីចាស់បន្ទាបក្បាលភ្លាមគ្មានការសង្ស័យទៀតទេសញ្ញាបុរាណនោះបានចាប់ផ្ដើមហើយចចកសំពើតារានិងដំរីទាំងអស់សម្លឹងមើលរោមមាសនោះដោយភាពភ្ញាក់ផ្អើលប៉ុន្តែគ្មានអ្នកណាដឹងថាសញ្ញានេះមានន័យអ្វីឡើយខ្យល់ពេលរសៀលបក់កាត់វាស្មៅធំរោមមាសនៅក្នុងថង់ស្លឹករបស់ចចកបញ្ចេញពន្លឺស្រាលមុននឹងត្រឡប់ទៅដូចដើមវិញគ្រប់សត្វឈរស្ងៀមគ្មានអ្នកណាហ៊ាននិយាយមួយម៉ាត់
ទីបំផុតដំរីចាស់ដកដង្ហើមវែងជាង50ឆ្នាំមកហើយខ្ញុំមិនដែលឃើញពន្លឺបែបនេះទៀតឡើយចចកបោះជំហានទៅមុខលោកតាតើរោមនេះជារបស់អ្នកណាដំរីចាស់មិនឆ្លើយភ្លាមទេវាសម្លឹងទៅលើមេឃហាក់ដូចជាកំពុងរំលឹកអតីតកាលដ៏ឆ្ងាយកាលខ្ញុំនៅក្មេងជីតារបស់ខ្ញុំធ្លាប់និយាយរឿងមួយដំរីតូចៗក្នុងហ្វូងនាំគ្នាអង្គុយជុំវិញសូម្បីតែសំពៅក៏អង្គុយស្ងៀមដោយកម្រណាស់ជីតាខ្ញុំប្រាប់ថាតាំងពីបុរាណមានអ្នកការពារព្រៃដែលមិនមែនជាស្ដេចមិនមែនជាអ្នកគ្រប់គ្រងតែជាអ្នកថែរក្សាតុល្យភាពនៃធម្មជាតិចចកស្ដាប់ដោយយកចិត្តទុកដាក់ពួកគេមិនសូវបង្ហាញខ្លួនទេមានតែពេលព្រៃជួបគ្រោះថ្នាក់ធំប៉ុណ្ណោះសំពៅលើកដៃដូចកូនសិស្សខ្ញុំមានសំណួរដំរីចាស់ញញឹមសួរមកបើពួកគេខ្លាំងម្លេះហេតុអ្វីមិនចេញមកជួយឥឡូវដំរីចាស់ស្ងៀមមួយភ្លែតព្រោះអ្នកការពារព្រៃមិនដោះស្រាយបញ្ហាជំនួសអ្នកដទៃទេពួកគេគ្រាន់តែបង្ហាញផ្លូវអ្នកដែលត្រូវដើរលើផ្លូវនោះគឺអ្នកដែលបានជ្រើសរើសចចកបន្ទាបក្បាលវាមិនដឹងថាហេតុអ្វីដំរីចាស់និយាយហាក់ដូចជាសំដៅមកខ្លួនមេហ្វូងដំរីដើរមកជិតលោកតាតើមានន័យថាចចកគឺជាអ្នកដែលត្រូវបានជ្រើសរើសដំរីចាស់គ្រវីក្បាលនៅមិនទាន់ដឹងទេរោមមាសគ្រាន់តែជាសញ្ញាមិនមែនជាចម្លើយសំពៅដកដង្ហើមធំខ្ញុំស្មានថាបានចម្លើយហើយដំរីចាស់សើចតិចក្នុងព្រៃបុរាណចម្លើយងាយគឺកម្រមានណាស់ភ្លាមនោះមានដំរីវ័យក្មេងមួយក្បាលរត់មកទាំងភ័យមេហ្វូងមានរឿងហើយមេហ្វូងបែរមុខភ្លាមមានអ្វីអូខាងកើតស្រាប់តែប្រែជាពណ៌ខ្មៅគ្រប់សត្វភ្ញាក់ផ្អើលពណ៌ខ្មៅដំរីវ័យក្មេងងាក់ក្បាលត្រីរាប់សិបក្បាលអណ្ដែតឡើងលើផ្ទៃទឹកសត្វជាច្រើនដែលផឹកទឹកនោះក៏ចាប់ផ្ដើមឈឺទឹកមុខរបស់ដំរីចាស់ប្រែជាមើងម៉ាត់ទីបំផុតវាចាប់ផ្ដើមហើយចចកសួរភ្លាមតើវាជាអ្វីដំរីចាស់មិនទាន់ឆ្លើយវាគ្រាន់តែងាកមើលទៅទិសខាងកើតខ្យល់ដែលបក់មកពីទីនោះលែងមានក្លិនស្រស់ទៀតហើយផ្ទុយទៅវិញមានក្លិនដីស្អុយនិងក្លិនដូចរុក្ខជាតិរលួយសូម្បីតែបក្សីដែលកំពុងហោះលើមេឃក៏នាំគ្នាបដូរទិសហោះគេចចេញពីតំបន់នោះចចកបោះជំហានទៅមុខខ្ញុំនឹងទៅមើលមេហ្វូងដំរីសម្លឹងមើលវាអាចមានគ្រោះថ្នាក់ចចកញញឹមស្រាលបើគ្មានអ្នកណាទៅតែយើងនឹងដឹងមូលហេតុដោយរបៀបណាសំពៅលើកដៃភ្លាមខ្ញុំទៅដែរចចកសើចអ្នកមិនខ្លាចទេឬសំពៅគិតមួយភ្លែតខ្លាចតែខ្ញុំខ្លាចនៅម្នាក់ឯងជាងទៅជាមួយអ្នកតារាក៏បោះជំហានមកមុខខ្ញុំក៏ចង់ទៅមេហ្វូងគ្រវីក្បាលភ្លាមមិនបានឯងត្រូវត្រឡប់ទៅហ្វូងវិញតារាបន្ទាបក្បាលដោយខកចិត្តដំរីចាស់ដើរមកជិតចចកវាដកស្លឹកឈើស្ងួតមួយសន្លឹកដែលមានគូសញ្ញាបុរាណចម្លែកនេះជាផែនទីចាស់ដែលបន្សល់ទុកពីជីតារបស់ខ្ញុំអូខាងកើតដែលប្រែជាពណ៌ខ្មៅស្ថិតនៅក្បែរប្រាសាទថ្មបុរាណមួយជាច្រើនជំនាន់មកហើយគ្មានសត្វណាហ៊ានចូលទៅទីនោះទៀតឡើយចចកទទួលស្លឹកផែនទីដោយការគោរពវាមិនទាន់ដឹងថាដំណើរលើកនេះនឹងនាំវាទៅកាន់កន្លែងដែលជោគវាសនារបស់វាចាប់ផ្ដើមផ្លាស់ប្ដូរជារៀងរហូត